មិនអៀនខ្មាស់អតីតបវរកញ្ញាចក្រវាល2021ងឹតម៉ារ៉ាឌីទៅរៀនជំនាញខាងធ្វើក្រចកត្រៀមទៅបើកអាជីវកម្មនៅសហរដ្ឋអាមេរិកជាស្រីស្អាតមានសំណាងបានស្វាមីស្រឡាញ់និងថ្នាក់ថ្នមមិនឲ្យលំបាកប៉ុន្តែសម្រាប់ង៉ែតម៉ារ៉ាឌីអតីតបវរកញ្ញាចក្រវាលឆ្នាំ2021នៅតែមិនអស់ចិត្តបានរត់ទៅសិក្សាបន្ថែមផ្នែកធ្វើក្រចកដើម្បីត្រៀមទៅបើកអាជីវកម្មនៅសហរដ្ឋអាមេរិកតាមស្វាមីខ្លួនក្នុងពេលឆាប់ខាងមុខអ្វីត្បិតតែពេលនេះកូនស្រីរបស់ស្រីស្អាតង៉ិតម៉ារ៉ាឌីធំជាងមុនក្តីនាងពុំទាន់ដឹកដៃកូនចេញទៅរស់នៅសហរដ្ឋអាមេរិកដោយស្របច្បាប់នៅឡើយទេដោយស្វាមីនាងចុះឡើងជួបមុខប្រពន្ធកូនក្នុងមួយឆ្នាំ2ទៅ3ដងទោះជាយ៉ាងនេះក្តីង៉ិតម៉ារ៉ាឌីធ្លាប់បានប្រាប់ថានាងនឹងកូនត្រៀមនឹងចេញទៅរស់នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ជាមួយនឹងការត្រៀមខ្លួនចេញទៅរស់នៅតាមស្វាមីស្រីស្អាតង៉ិតម៉ារ៉ាឌីក៏បានទៅហាត់រៀនសិក្សាបន្ថែមផ្នែកធ្វើក្រចកដែលជាជំនាញមួយកំពុងត្រូវប៉ាន់នៅសហរដ្ឋអាមេរិកង៉ិតម៉ារ៉ាឌីបាននិយាយថាលោកប្តីឃើញអូនជោគជ័យពិតជារំភើបណាស់អូនខំឲ្យខ្លួនអញពូកែមិនមែនអូនចង់ខ្លាំងជាងឬប្រកួតជាមួយនរណាទេតែអូនចង់ខ្លាចជាចំណាយតូចមួយជួយសម្រាលបន្ទុកបងស្រីស្អាតង៉ិតម៉ារ៉ាឌីមានគម្រោងនឹងយកជំនាញដែលខ្លួនឯងបានរៀននិងសិក្សាខាងផ្នែកធ្វើក្រចកនេះដើម្បីយកទៅបើកអាជីវកម្មលើទឹកដីសហរដ្ឋអាមេរិកបន្ទាប់ពីនាងទទួលបានសិទ្ធិរស់នៅទីនោះដោយស្របច្បាប់នាងរំពឹងថាជំនាញដែលខ្លួនបានរៀនរួចអាចជួយធ្វើឲ្យជីវិតនិងជីវភាពរស់នៅកាន់តែល្អប្រសើរឡើងដើម្បីជួយសម្រួលដល់បន្ទុកគ្រួសារចំណែកពេលវេលាច្បាស់លាស់នៅក្នុងការចេញទៅរស់នៅតាមស្វាមីនៅអាមេរិកត្រូវបានង៉ិតម៉ារ៉ាឌីបញ្ជាក់ជាថ្មីថាអាចនឹងចេញទៅក្នុងពេលឆាប់គ្រាន់តែពុំទាន់ច្បាស់ពេលវេលាប៉ុណ្ណោះ